រឿងនិទានក្តីសង្ឃឹមថ្មីភាគ4ព្រឹកមួយទៀតបានមកដល់ថ្ងៃនេះគឺជាថ្ងៃទី4ដែលឆ្កែស្មោះត្រង់ឈ្មោះមាសនៅតែអង្គុយក្រោមដើមឈើចាស់ចុងភូមិកន្លែងដែលម្ចាស់វាធ្លាប់ប្រាប់ថារងចាំខ្ញុំនៅទីនេះពន្លឺថ្ងៃរះចាំងលើផ្លូវធំមាសងើបក្បាលឡើងសម្លឹងមើលមុខគ្រប់រូបដែលឆ្លងកាត់រាល់ជំហានជើងធ្វើឲ្យបេះដូងវាលោតញាប់ញាប់ដោយសង្ឃឹមថាមនុស្សម្នាក់នោះគឺជាម្ចាស់ថ្ងៃនេះមាសអស់កម្លាំងជាងមុនរាងកាយវាស្ដើងភ្នែកវាស្រអាប់ប៉ុន្តែវាមិនចាក់ចេញសូម្បីតែមួយជំហានអ្នកភូមិខ្លះចាប់ផ្ដើមនិយាយគ្នាថាឆ្កែនេះប្រហែលជាត្រូវគេបោះបង់អ្នកខ្លះសោកស្ដាយអ្នកខ្លះសម្លឹងមើលដោយការយល់ចិត្តនៅពេលថ្ងៃត្រង់មានក្មេងប្រុសម្នាក់យកនំប៉័ងមកឲ្យមាសវាមើលក្មេងប្រុសនោះហើយស៊ីតិចតួចបន្ទាប់មកវាអង្គុយបន្តដដែលដូចជាការរងចាំសំខាន់ជាងអ្វីៗទាំងអស់ពេលល្ងាចមេឃចាប់ផ្ដើមងងឹតម្ដងទៀតខ្យល់បក់ស្រាលមាសដេកអង្គុយដោយរាងកាយអស់កម្លាំងភ្លាមនោះមានសំឡេងបរិសម្នាក់ហៅឈ្មោះស្រាលមាសងើបក្បាលឡើងភ្លាមបេះដូងវាលោតខ្លាំងវាក្រោកឈរឡើងភ្នែកវាភ្លឺឡើងដោយសង្ឃឹមវាសម្លឹងមើលផ្លូវហើយឃើញបុរសម្នាក់ដើរយឺតកាន់ឈើច្រត់រាងកាយស្លេកស្លាំងមាសស្ទុះរត់ទៅទោះបីជាជើងវាខ្សោយក៏ដោយវាស្រែកសំឡេងខ្លាំងដោយក្តីរំភើបប៉ុន្តែពេលវាទៅដល់វាឈប់ភ្លាមបុរសនោះមិនមែនជាម្ចាស់វាទេបុរសនោះលុតចង្គង់ចុះស្ទាបក្បាលមាសហើយនិយាយថាឆ្កែអើយម្ចាស់របស់អ្នកបានស្លាប់ក្នុងគ្រោះថ្នាក់ប៉ុន្មានថ្ងៃមុននេះហើយពាក្យនោះដូចជាកាំបិតកាត់ចូលក្នុងចិត្តមាសវាឈប់ចលនាភ្នែកវាសើមសំឡេងវាស្រែកស្រាលដូចជាមិនចង់ជឿបុរសនោះបន្តថាខ្ញុំជាមិត្តរបស់ម្ចាស់អ្នកគាត់ប្រាប់ខ្ញុំបើគាត់មិនត្រឡប់មកវិញឲ្យមកយកអ្នកទៅថែមាសសម្លឹងមើលផ្លូវម្ដងទៀតបន្ទាប់មកវាមើលបុរសនោះក្នុងភ្នែកវាមានទុក្ខសោកតែមានការយល់ព្រមបន្តិចម្ដងវាចេញពីកន្លែងរងចាំជាលើកដំបូងបន្ទាប់ពីច្រើនថ្ងៃហើយដើរតាមបុរសនោះយឺតមាសងាកមើលដើមឈើចាស់និងផ្លូវធំជាលើកចុងក្រោយដូចជាកំពុងលាគ្នាជាមួយនឹងការរងចាំដ៏ឈឺចាប់នេះទោះបីម្ចាស់មិនបានត្រឡប់មកវិញប៉ុន្តែភាពស្មោះត្រង់របស់មាសនឹងនៅសល់ក្នុងចិត្តមនុស្សគ្រប់គ្នាជានិច្ច